សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទសិតប៊ីឬសលេងខ្ញុំទីរៃហើយចឹងហ្នឹងគឺយើងមកបន្តសេរីរបស់យើងបន្តទៀតលូគ្រីសាបានបញ្ជាក់បន្ថែមថាប្រសិនបើមេធ្មប់វិញ្ញាណមានតំណែងតំណងផ្លូវកាយជាមួយនរណាម្នាក់ធម្មពលវិញ្ញាណរបស់ពួកគេនឹងត្រូវសៅហ្មងហើយធ្វើឲ្យការប្រើមន្តអាគមកាន់តែលំបាកប៉ុន្តែនាងក៏និយាយដែរថាធីណាឆាគឺខ្លាំងពូកែណាស់ដែលការរួមរស់ត្រឹមតែមួយដងនោះប្រហែលជាមិនប៉ះពាល់ដល់នាងប្រមាណឡើយនាងថែមទាំងបានស្នើធ្វើមន្តស្នេហ៍ឲ្យអូស្ការទៀតផងប៉ុន្តែទ្រង់បានបដិសេធពេលដែលលូគ្រីសាត្រៀមចាក់ចេញអូស្ការបានចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលអ្វីម្យ៉ាងហើយក៏ស្ទុះចប់ដាវរបស់ទ្រង់ប៉ុន្តែលូគ្រីសាបានប្រាប់ដោយស្ងប់ស្ងាត់បែបស្ងៀមស្ងាត់ថានាងមិនមែនជាអ្នកចម្បាំងអីនោះទេហើយទ្រង់ក៏បណ្ដោយនាងទៅព្រោះនាងបានជួយជីវិតឡាសាពេលត្រឡប់មកដល់វាំងវិញអូស្ការបានចាប់ផ្ដើមមានអារម្មណ៍រឹកពីប្លែកៗមើលទៅរវើរវាយហើយមិនសូវនិយាយស្ដីធីណាសាចាប់ផ្ដើមសង្ស័យហើយសួរឡាសាថាតើទ្រង់នឹងបានសម្រាប់គ្រប់គ្រាន់ដែរឬទេឬមួយក៏ទ្រង់លងស្រឡាញ់នឹងនរណាម្នាក់ហើយចាប់ដើមប្រច័ណ្ឌគេអីក្រោយមកពេលកំពុងពិភាក្សាជាមួយនឹងគ្រូមន្តអាគមផ្សេងទៀតនាងបាននិយាយថាធម្មពលជីវិតរបស់អូស្ការមើលទៅខុសប្រក្រតីហើយនាងធំក្លិនទឹកអប់របស់ស្ត្រីម្នាក់ជាប់នឹងខ្លួនរបស់ទ្រង់ភ្លាមនោះនាងក៏យកគ្រប់យ៉ាងហើយខឹងយ៉ាងខ្លាំងរហូតដល់ក្តាប់ដៃយ៉ាងណែនធ្វើឲ្យបន្ទប់ទាំងមូលរង្គើនាងបានស្ទុះចូលទៅសួរអូស្ការភ្លាមថាតើទ្រង់នឹងគឺទៅជួបលោកគ្រីសាមែនទេពេលទ្រង់ព្រមទទួលជាមួយនឹងការនិយាយនេះនាងក៏ស្ដីបន្ទោសទ្រង់ដែលទៅជួបមេធ្មប់នោះតែម្នាក់ឯងទាំងដឹងថាខ្លួនទ្រង់នឹងគឺខ្សោយចំពោះការវាយប្រហារផ្លូវចិត្តនាងបញ្យល់ថាលោកគ្រីសាបានដាក់មន្តអាគមទៅលើទ្រង់ហើយដែលធ្វើឲ្យទ្រង់គឺសុបិនល្អដើម្បីបើយកធម្មពលជីវិតរបស់ទ្រង់បន្តិចម្ដងប្រសិនបើនាងមិនបានសង្កេតឃើញតនពេលវេលានោះទេទ្រង់អាចនឹងស្លាប់ក្នុងរយៈពេល1អាទិត្យនៅយប់នោះធីណាសាក៏បានសម្រេចចិត្តដោះមន្តអាគមចេញពីអូស្ការដែលកំពុងតែគេងមិនទៅស្រួលស្ដាប់នៅក្នុងសុបិនទ្រង់បានឃើញខ្លួនឯងកំពុងដើរនឹងប្រាសាទដ៏ងងឹតឈឹងហើយបានជួបធីណាសានៅក្នុងបន្ទប់ដ៏ភ្លឺចិញ្ចាចមួយនេះបានស្ទុះទៅអោបទ្រង់ប៉ុន្តែរាងកាយរបស់ទ្រង់បែរជាមិនព្រមស្ដាប់បង្គាប់ហើយបានចាប់ច្របាច់កនាងរហូតដល់ស្លាប់ទ្រង់ភ្ញាក់ឡើងវិញភ្លាមតែរន្ធត់ចិត្តធីណាសាដែលនៅខាងក្រៅពិតជាបានប្រាប់ថាមន្តអាគមត្រូវបានដោះរួចហើយប៉ុន្តែអូស្ការនៅពេលនោះពិតជាមានការខឹងខ្លួនឯងខ្លាំងមែនទែនដែលសម្លាប់នាងនៅក្នុងសុបិនធីណាសាបានរំលឹកទ្រង់ថាក្នុងឋានៈជាស្ដេចទ្រង់អាចត្រូវធ្វើរឿងបែបនេះក្នុងជីវិតពិតនៅថ្ងៃណាមួយដែរហើយបន្ទាប់មកនាងបានទៅជួបលោកគ្រីសាឲ្យស្ដីបន្ទោសឲ្យនាងប៉ុន្តែលោកគ្រីសាបាននិយាយថានាងធ្វើបែបនេះក៏ព្រោះតែចង់ជួបធីណាសាតែប៉ុណ្ណោះនាងបានទម្លាយការពិតថានាងបានប្រមូលគំរូឈាមនិងវត្ថុធាតុផ្សេងទៀតពីខ្លួនរបស់អូស្ការដើម្បីយកមកធ្វើឲ្យធីណាសានឹងធ្វើការសាកល្បងរកវិធីដោះស្រាយបណ្ដាសាដើមរបស់ទ្រង់នាងក៏បានប្រាប់រឿងសម្ងាត់មួយទៀតថារូបភាពរបស់ធីណាសាដែលបង្ហាញខ្លួននៅក្នុងសុបិនរបស់អូស្ការមិនមែនជាផ្នែកមួយនៃមន្តអាគមរបស់នាងនោះទេប៉ុន្តែវាកើតចេញអំពីបំណងប្រាថ្នាក្នុងចិត្តរបស់អូស្ការផ្ទាល់នាងបានណែនាំឲ្យធីណាសាសាកល្បងពិចារណាអំពីអារម្មណ៍របស់អូស្ការឲ្យបានដិតដល់ព្រោះទ្រង់ពិតជាស្រឡាញ់នាងយ៉ាងស្មោះត្រង់ពិតមែនហើយបន្ទាប់ធីណាសាបានទៅបន្ទប់របស់អូស្ការដើម្បីសុំទោសរឿងការពីយប់មិញពេលនោះអូស្ការបានចាប់ទាញនាងមកចិត្តរហូតដល់នាងអង្គុយនៅលើផ្លូវរបស់ទ្រង់ហើយនាងក៏បានអោបទ្រង់វិញដោយពាក្យសុំទោសម្ដងទៀតក្រោយមកខណៈដែលអូស្ការកំពុងតែសម្រាកពួកទាហានហាត់ការក៏បានសម្រេចចិត្តចូលសាកល្បងប្រយុទ្ធលេងជាមួយនឹងទ្រង់ដែរប៉ុន្តែត្រូវចាញ់យ៉ាងងាយអូស្ការក៏បានបបួលធីណាសាឲ្យប្រកួតជាមួយនឹងទ្រង់ដូចគ្នានាងបានបដិសេធភ្លាមព្រោះគិតថាគ្មានបានប្រយោជន៍អ្វីឡើយប៉ុន្តែពេលដែលអូស្ការនិយាយថានាងអាចប្រើមន្តអាគមបានទៀតនោះនាងក៏បានយល់ព្រមភ្លាមដោយដាក់លក្ខខណ្ឌថាទ្រង់ត្រូវតែប្រើដាវពិសេសរបស់ទ្រង់គឺមានឈ្មោះថាអាកាសាពេលការប្រកួតបានចាប់ផ្ដើមអូស្ការបានបើកការវាយប្រហារទៅលើនាងមួយផ្លែតប៉ុន្តែមួយរំពេចភ្នែកតែប៉ុណ្ណោះទ្រង់ក៏បានចាញ់បាត់ទៅហើយធីណាសាកំពុងតែព្យាបាលរបួសដៃឲ្យទ្រង់ទៅវិញវាទប់អាសនិងទាហានស្រីម្នាក់ទៀតដែលឈរមើលពីចម្ងាយក៏បានកត់សម្គាល់ឃើញថាធីណាសាកំពុងញញឹមជាមួយនឹងការប្រកួតហាក់ដូចជានាងកំពុងតែព្យាយាមបង្រៀនអូស្ការអំពីរបៀបប្រយុទ្ធជាមួយអ្នកដែលប្រើមន្តអាគមជាងនាងយកឈ្នះទ្រង់ពេលកំពុងតែព្យាបាលអូស្ការបាននិយាយថានាងបានប្រើមន្តអាគមខ្សោយប៉ុណ្ណោះហើយឆ្ងល់ថាតើនាងមានចេតនាយកយល់ឲ្យទ្រង់ឬក៏យ៉ាងណានាងបានបញ្យល់ថាមន្តអាគមខ្លាំងទាមទារការផ្ចង់អារម្មណ៍ខ្លាំងហើយនាងនឹងគ្មានឱកាសប្រើវាបាននោះទេក្នុងការប្រយុទ្ធប្រកៀបបែបនេះបន្ទាប់មកអូស្ការបានយកដៃអង្អែលថ្ពាល់របស់នាងហើយនិយាយយ៉ាងម៉ឺងម៉ាត់ថាទ្រង់មិនចង់សម្លាប់នាងឡើយក្រោយមកនឹងអូស្ការក៏បានដឹងថាមានក្បួនដំណើរមួយមកពីនគរកូស្កាល់ហើយចង់ជួបធីណាសាដែលធ្វើឲ្យទ្រង់មានការងឿងឆ្ងល់យ៉ាងខ្លាំងហេតុអីបានជាអ្នកខាងក្រៅដឹងរឿងរបស់នាងនៅក្នុងសាលប្រជុំទ្រង់បានជួបបរិមម្នាក់ដែលមានឈ្មោះថាកាហ្គាដែលចង់និយាយជាមួយនឹងមេធ្មប់នៃប្រច័ណ្ឌឃីវពេលដែលអូស្ការបដិសេធថានៅទីនេះគឺគ្មានមេធ្មប់ឡើយកាហ្គាក៏បានហៅធីណាសាតាមឈ្មោះមួយផ្សេងទៀតដែលធ្វើឲ្យអូស្ការកាន់តែចង់ដឹងចង់ឮខណៈ
ពេលជាមួយគ្នានោះ Tinasha បានជួបនឹង Millie ដែលជាបពួករបស់ Vol កំពុងបន្លំខ្លួនធ្វើជាអ្នកបម្រើទោះបីជានាងព្យាយាមធ្វើខ្លួនធម្មតាក៏ដោយក៏ Tinasha អាចដឹងអំពីធម៌ពលដែលនៅក្នុងខ្លួនរបស់នាងបានដែរក្រោយមកលោក Lisa បានមកលេងនាងនៅក្នុងវាំងហើយសួរថាហេតុអីបានជានាងបង្រៀន Oscar ឲ្យកាន់តែខ្លាំងឡើងបែបនេះនាងបានដាស់តឿនថាការធ្វើបែបនេះនឹងអាចបង្កជាបញ្ហានៅថ្ងៃក្រោយពេលនោះហើយដែល Tinasha ទើបដឹងថាតាមពិតនាងគ្រាន់តែចង់ដឹងថាតើនរណាម្នាក់ខ្លាំងគ្រប់គ្រាន់អាចបញ្ឈប់នាងបានដែរឬទេបើសិនបើថ្ងៃណាមួយនាងដើរផ្លូវខុសបើកលែកទៅខាងនោះវិញនៅពេលដែល Oscar បានបញ្ជាក់ថា Tinasha ពិតជាមានឈ្មោះមួយទៀតមែនទ្រង់ក៏បាននាំនាងទៅជួបកាកាបានសូមឲ្យនាងទៅនគរកូស្កាល់ដើម្បីខ្ចីចំណេះដឹងរបស់នាងក្នុងការអភិវឌ្ឍនគររបស់ពួកគេដែលពោពេញទៅដោយអ្នកប្រើមន្តអាគមប៉ុន្តែ Tinasha បដិសេធដាច់ហាងការដែលឲ្យហេតុផលថានាងនឹងមិនជួយអ្នកណាដែលមិនបានឡើងលើប៉មរបស់នាងដោយគ្មានសមត្ថភាពផ្ទាល់ខ្លួនឡើយក្រោយពិធី Nasha បញ្ជូនកាចេញទៅបរិនោះគាត់ជាមានការខកចិត្តយ៉ាងខ្លាំងហើយក៏សម្រេចចិត្តប្រើល្បិចដើម្បីបំបែក Tinasha និង Oscar ដែលប្រើ Meredina ជាឧបករណ៍ខណៈនោះដែរ Tinasha កំពុងទៅសួរលោក Lisa អំពីរឿងនគរកូស្កាល់សប្តាហ៍ Meredina ក៏បានសួរជុំវិប្រហារ Tinasha ប៉ុន្តែត្រូវបាន Oscar រៀបរៀងទាន់ពេល Meredina ក៏បានស្រែកជេរបញ្ជាឲ្យ Tinasha នឹងចេញពីនគរនេះភ្លាមនាងមិនត្រឹមតែនិយាយដល់ស្ងប់ស្ងាត់ថានេះមិនមែនជាលើកទី1ទេដែលនាងត្រូវបានគេស្អប់ដោយគ្មានហេតុផលបែបនេះ Oscar ក៏បានទីនាងចេញអោបលួងលោមហើយលោក Lisa បានបញ្យល់ថា Meredina នៅពេលនេះកំពុងស្ថិតក្រោមអំពើសណ្ដំខណៈពេលដែលលោក Lisa កំពុងទៅដល់អំពើ Oscar បានសួរ Tinasha ថាតើនាងបានយំលើកចុងក្រោយទៅពេលណាហើយនាងបានឆ្លើយទាំងមិនបានចាំនោះទេថ្ងៃបន្ទាប់នាងបានហៅ Oscar ចូលក្នុងប៉មវេទមន្តរបស់នាងហើយសូមឲ្យទ្រង់នឹងប្រកួតជាមួយនឹងនាងក្រោយការប្រកួតនាងបានព្យាបាលរបួសឲ្យទ្រង់ហើយបញ្យល់ថានាងចង់ឲ្យទ្រង់នឹងកាន់តែខ្លាំងឡើងដើម្បីថ្ងៃអនាគតទ្រង់នឹងមានជម្រើសជាច្រើនសម្រាប់ខ្លួនឯងហើយអាចជ្រើសរើសផ្លូវដើរណាមួយដែលទ្រង់ពេញចិត្តបំផុតអស់រយៈពេលជាច្រើនថ្ងៃបន្ទាប់មក Oscar បានខិតខំហ្វឹកហាត់ជាមួយ Tinasha យ៉ាងខ្លាំងទោះបីជាទ្រង់ត្រូវចាញ់រាល់ដងក៏ទ្រង់នៅតែខ្លាំងឡើងបន្តិចម្ដងផងដែរបន្ទាប់ពីការចាញ់ប្រកួតមួយទៀតទ្រង់បានដេកលក់ទាំងមិនដឹងខ្លួនហើយពេលភ្ជាប់ឡើងវិញក៏ឃើញខ្លួនឯងក្នុងបន្ទប់របស់ Tinasha នៅលើកំពូលប៉មនាងបានបង្រៀនទ្រង់ថាទ្រង់ក៏មានវេទមន្តធម្មពលនៅក្នុងខ្លួនផងដែរប៉ុន្តែមិនអាចប្រើវាបានដរាបណានៅកាន់ដាវអាកាសាដោយក៏បានបង្រៀនទ្រង់ឲ្យចេះមើលឃើញអំពីខ្សែធម្មពលវេទមន្តហើយបំផ្លាញរង្វង់វេទមន្តអាគមដោយការផ្ចង់អារម្មណ៍ក្រោយពីការហ្វឹកហាត់ចប់សពគ្រប់ Tinasha បានប្រកាសថាការហ្វឹកហាត់របស់ទ្រង់គឺបានបញ្ចប់ហើយនៅពេលនោះដែរសត្វអមដំណើររបស់នាងក៏បានត្រឡប់មកពីការស៊ើបដំណឹងនៅក្នុងនគរកូស្កាល់ហើយបានរាយការណ៍ថាមានគ្រូមន្តអាគមនិងមេធ្មប់ប្រហែលជា200នាក់បានប្រមូលផ្ដុំគ្នានៅទីនោះដែលជាចំនួនដ៏ច្រើនខុសពីធម្មតាពួកគេថែមទាំងបានជ្រើសតាំងព្រះរាជាអង្គថ្មីទៀតផងដែលធ្វើ Oscar ជឿថាពួកគេអាចកំពុងត្រៀមធ្វើសង្គ្រាមភ្លាមៗនោះក៏មានដំណឹងមួយទៀតថាមេទ័ពជើងចាស់ម្នាក់ឈ្មោះ Edith បានទទួលមរណភាពក្នុងពិធីបុណ្យសព Melis ក៏បានសត្វទុកភ្នែកដែលក្តីអាឡោះអាល័យព្រោះគាត់គឺជាអ្នកដែលបាននាំនាងចូលមកក្នុងវាំងនិងថែរក្សានាងយ៉ាងល្អ Oscar បានរំលឹកដែរថាមេទ័ព Edith គឺជាអ្នកហ្វឹកហាត់ទ្រង់បន្ទាប់ពីទ្រង់នឹងជាប់បណ្ដាសាហើយថែមទាំងបានជួយទ្រង់ឲ្យជំនះទុក្ខសោកពីការបាត់បង់ព្រះមេដាទៀតផងក្រោយមកពេលកំពុងពិភាក្សាគ្នាអំពីរឿងសេចក្តីស្លាប់មេទ័ព Ash ក៏បាននិយាយអំពីរឿងជីវិតអមតៈរបស់ Tinasha Oscar ក៏បាននិយាយលេងសើចផងដែរថាបញ្ហាបណ្ដាសារបស់ទ្រង់អាចនឹងដោះស្រាយបានប្រសិនបើ Tinasha ព្រមរំរស់ជាមួយនឹងទ្រង់ Tinasha ក៏ស្ដីបន្តឲ្យថាជាមនុស្សឆ្លើយហើយរំលឹកថាកិច្ចសន្យារបស់ពួកគេនៅសល់តែ6ខែទៀតតែប៉ុណ្ណោះហើយពួកគេនឹងរកវិធីដោះស្រាយបញ្ហានេះឲ្យបានអញ្ចឹងយើងចាំមើលវីដេអូក្រោយបន្តទៀតថាវាទៅជាយ៉ាងណាអរគុណច្រើនជួបគ្នាវីដេអូក្រោយណាបាទ